Ok, sơ sẩyទាំងអស់គ្នាខ្ញុំបញ្ញាថ្ងៃនឹងយើងមករៀនអំពីការបង្កើតgoal text effect នៅក្នុងកម្មវិធី Photoshop ទាំងអស់គ្នាអញ្ចឹងទាំងអស់គ្នាប្រហែលជាពេលដែលនឹកឃើញទៅដល់ការបង្កើតជាមួយនឹង goal text effect ឬក៏ 3D effect យើងតែងតែធ្វើនៅក្នុងកម្មវិធី Illustrator ឬក៏ AI ហ្នឹងអូខេអញ្ចឹងថ្ងៃហ្នឹងយើងមករៀននៅក្នុងកម្មវិធី Photoshop ទាំងអស់គ្នាម្ដងអញ្ចឹងយើងបើក Photoshop យើងមកយើងមាន adboard មួយមានផ្ទាំងពណ៌សអញ្ចឹងខ្ញុំនឹងបង្កើតជាមួយនឹង solid color មួយដែលមាន អានេះ0 ហើយអានេះគឺ50អូខេអញ្ចឹងខ្ញុំយក background solid color របស់យើងពណ៌ហ្នឹងហើយខ្ញុំអ្នកបង្កើតជាមួយនឹង text មួយអញ្ចឹងរបៀបដែលខ្ញុំធ្វើគឺខ្ញុំបង្កើតជាក្រុមមួយហើយខ្ញុំទាញtext go text effect អញ្ចឹងចូលនៅក្នុងក្រុមរបស់ខ្ញុំហ្នឹងហើយខ្ញុំបង្កើតជាមួយនឹងlayer ថ្មីមួយទៀតដាក់ទៅលើអូខេអញ្ចឹងរបៀបបង្កើត layer ថ្មីយើងអាចចុច shortcut C Ctrl N ក៏បានអញ្ចឹងយើងបានប៉ុណ្ណឹងយើងទៅរកជាមួយនឹងstyle golden នៅក្នុងអ៊ីនធឺណិតមកទាំងអស់គ្នាអាចចូលទៅកាន់ browser ហើយវាយពាក្យថា gold gradient ទាំងអស់គ្នាអាច download ចេញពី free pick មកហ្មងក៏បានដែរឥឡូវដើម្បីកុំឲ្យពិបាកខ្ញុំ copy រូបភាពនឹងមួយហ្មងទៅ copy image ហើយខ្ញុំយកទៅផាននៅក្នុង adboard យើងមកយើងអាចជាមួយនឹង gradient មួយអូខេអានេះយើងយក basic យកពណ៌នេះហើយយើង complete ដាក់ clipping mask ទៅលើអក្សរយើងផងអូខេអញ្ចឹងនៅក្នុង layer gradient របស់យើងនេះយើងចុច2ដងមកដើម្បីយើង add ជាមួយនឹង color ថែមអូខេអញ្ចឹងកន្លែងនេះគឺយើងត្រូវការ add ជាមួយនឹង gold gradient របស់យើងហើយអញ្ចឹងយើងអាច pick color តាម color ដែលយើងយកមកមុននឹងមកអូខេអញ្ចឹងឥឡូវខ្ញុំដាក់ gradient វាបានប៉ុណ្ណឹងយើងទៅសេរីនៅក្នុង blending option នេះទៀតសិនឲ្យវាមាន contrast វាមាន extrude អូខេអញ្ចឹងនៅកន្លែង bevel អានេះរបស់នេះយើងយកអានេះ inner bevel នេះអានេះគឺជាជំរឿដែលទាំងអស់គ្នាចង់បានប៉ុណ្ណាសម្រាប់កន្លែង size នេះខ្ញុំយក13អានេះជាកន្លែងsoft ទាំងអស់គ្នាចង់បាន soft ប៉ុន្មានប៉ុណ្ណឹងទៅហ្នឹងហើយខ្ញុំយក bevel and emboss ហ្នឹងយកប៉ុណ្ណឹងឥឡូវយើងទៅសេរីជាមួយនឹងcolor gold របស់យើងនេះទៀត double click លើ gradient របស់យើងនេះខ្ញុំចង់ scale វាឲ្យវាបែបនេះអូខេឥឡូវខ្ញុំគិតថាខ្ញុំដាក់ពណ៌លឿងស្រាលនេះនៅខាងក្រោមវិញដែលខ្ញុំចុច reverse កន្លែងនេះហើយបន្ទាប់មកខ្ញុំនឹង add ជាមួយនឹងខ្ញុំទាញអានេះឲ្យវាបែបនេះបន្តិចហើយខ្ញុំទាញវាទៅយ៉ាងក្តារឲ្យចំក្រាលបន្តិចខ្ញុំដោះអានេះចេញមួយបែបនេះខ្ញុំ add វិញហើយខ្ញុំ pick យកពណ៌នេះអូខេបែបនេះបន្ទាប់មកទៀតគឺខ្ញុំនឹងបន្ថែមជាមួយនឹង stroke ឲ្យ text របស់យើងតិចទៀតខ្ញុំមកជាមួយនឹង stroke ហើយ stroke ខ្ញុំយកពណ៌នេះអូខេខ្ញុំយក outside ហើយខ្ញុំទៅឡើងកម្រាស់របស់វាបន្តិចប៉ុណ្នេះខ្ញុំគិតថាខ្ញុំយកប៉ុណ្នេះខ្ញុំគិតថាខ្ញុំចង់ទៅឡើង size embed នេះឲ្យវាធំជាងនឹងតិចទៀតហើយ opacity ខាងនេះខ្ញុំដាក់ឲ្យវាដាក់ឲ្យអស់មកដើម្បីឲ្យវាមានពន្លឺចាំងពីលើអក្សររបស់យើងបែបនេះអញ្ចឹងខ្ញុំនឹង add ជាមួយនឹង inner glow បន្តិចទៀតអូខេប៉ុណ្នេះ inner shadow បន្តិចទៀតខ្ញុំទៅឡើង size វាបន្តិចposition វាមកក្រោមបន្តិចអូខេខ្ញុំគិតថាប៉ុណ្ណឹងហើយបើសិនជាអ្នកនរគ្នាចង់លេង texture អីពីក្នុងអក្សរនឹងឲ្យវាចេញជាពណ៌ gold ក៏ទាំងឯងគ្នាអាច add texture នៅក្នុងនឹងបានដែរ